ពិធីគោរពវិញ្ញាណក្ខន្ធយុវជនពេលីខួបទី62ទិវាបុណ្យឯករាជ្យជាតិនិងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុវជនយុវនារីដែលបានបូជាអាយុជីវិតដើម្បីជាតិមាតុភូមិក្នុងសម័យសង្គ្រាមនិងជាថ្ងៃពិសេសវិសាលនៃខួបកំណើតរបស់កងយុទ្ធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលឯករាជ្យពេញលេញបរិបូរណ៍នៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ដោយចលនាទាមទាររបស់កងទ័ពនិងប្រជាជនគ្រប់ស្រទាប់ចន្ទនៈក្រោមព្រះរាជបូតនេយកិច្ចដឹកនាំរបស់សម្ដេចព្រះបាទព្រះនរោត្តមសីហនុនិងជាថ្ងៃកំណើតដ៏ពិតប្រាកដរបស់កងយុទ្ធពលខេមរៈភូមិន្ទដើម្បីដឹងគុណការហ៊ានពលីដ៏ធំធេងនិងគ្រប់កលៈទេសៈកន្លងមកដែលបាននាំមកនូវសន្តិភាពជូនប្រជាជាតិខ្មែរការពារបូរណភាពទឹកដីអធិបតេយ្យភាពនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋទើបតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដោយមានការចូលរួមពីសំណាក់ឯកឧត្តមជនប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំឯកឧត្តមអ៊ុតសំអនអភិបាលខេត្តកំពង់ធំរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមគោរពវិញ្ញាណក្ខន្ធនៅស្ដូបស្ថិតនៅក្នុងសង្កាត់អាចារ្យលក្ខក្រុងទន្សែនខេត្តកំពង់ធំនៅព្រឹកថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2015អាដាមអ៊ុតសំអនអភិបាលខេត្តកំពង់ធំបានចូលរួមសោកស្ដាយនិងដឹងគុណចំពោះក្រុមគ្រួសារអតីតយុវជនក្រុមគ្រួសារពលីនិងក្រុមគ្រួសារជនពិការដែលបានពុះពៀតស៊ូការពារជាតិការពារទឹកដីកន្លងមកក្នុងឈុតឆាកសម័យសង្គ្រាមដ៏ក្តៅគគុកហ៊ានលះបង់អាយុជីវិតដោយមិនខ្លាចរុញរាដើម្បីជាតិមាតុភូមិដូច្នេះការដឹងគុណបំណាច់ដ៏ធំធេងនេះអាដាមអ៊ុតសំអនបានមានប្រសាសន៍ថាទីមួយគឺថ្ងៃនេះគឺរដ្ឋបាលខេត្តរួមជាមួយមន្ត្រីរាជការជាមួយនឹងកងកម្លាំងអាវុធទាំង3អង្គភាពយើងចាត់តាំងពិធីប្រារព្ធវិញ្ញាណក្ខន្ធយុទ្ធជនពលីដើម្បីបបផែតជាតិមាតុភូមិហើយជាការអនុវត្តនៅទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាក៏ដូចជាកំណើតកងទ័ពអញ្ចឹងគឺយើងខ្ញុំពិតជាមានមោទនភាពដែលការធ្វើបុញ្ញនីយកិច្ចក៏ដូចជាការធ្វើពលកម្មរបស់គេថាអ្នកស្នេហាជាតិអតីតកម្មាភិបាលយុទ្ធជនក៏ដូចជាករណីបានទាមទារឯករាជ្យហើយយើងមកធ្វើពិធីប្រារព្ធនៅទីនេះចង់សម្ដែងនៅការដឹងគុណផងហើយនឹងការតាំងចិត្តថានឹងខិតខំពូនជុំមិត្តផលដែលបានមកនេះដើម្បីឲ្យជាតិមាតុភូមិមានសន្តិភាពសុវត្ថិភាពនិងបរិបទមានការអភិវឌ្ឍជាមួយនេះដែលយើងរៀបចំឲ្យមានការកែលម្អនៅស្ទូបជានិមិត្តរូបក៏ដូចជាភ្នូរកម្មាភិបាលយុទ្ធជនទាំងអស់នេះគឺយើងដឹងថាអ្វីៗដែលមកទល់នឹងសប្តាហ៍ថ្ងៃនេះគឺពិតជាការរួមចំណែកនឹងធ្វើបេតិកម្មធំធេងណាស់មករបស់ប្រកួតហើយមកទល់ដំណាក់កាលនេះវាសំពេលនឹងវាមានលទ្ធភាពគ្រប់គ្រាន់ថាអាចឲ្យយើងនឹងគឺការកែលម្អបាននោះគឺយើងបានរៀបចំឲ្យមានការរៀបចំជាភ្នូរដែលនៅរីប៉ាយពីមុនមកឲ្យមានជាជួរជាសន្តានដូចយើងឃើញស្រាប់មានការសរសេរផ្លាកឈ្មោះជាដើមហើយនឹងស្ទូបធំហើយថែមនេះទៀតគឺរៀបចំដីពង្រីកឲ្យបានរៀបស្មើនេះមិនទាន់ស្ថាពរទេគាត់នៅជំហានចាប់ផ្ដើមមានចាប់ផ្ដើមប៉ុណ្ណោះហើយយើងគិតថាការរៀបចំធ្វើនេះមិនគ្រាន់តែការចង់ដឹងគុណនិងសងគុណមួយពួកគាត់ទេតែយើងនឹងប្រែក្លាយកន្លែងនេះទៅជាកន្លែងបូជនីយកិច្ចដែលមានការតាក់ទាញទាំងការតាក់ទាញឲ្យដឹងគុណបំណាច់សម្រាប់អ្នកពលកម្មដើម្បីជីវិតភូមិផងហើយក៏ដូចជាគោលដៅសម្រាប់អប់រំក្មេងៗជំនាន់ក្រោយថាអាចថាជាទីកន្លែងដែលអាចគេមកលេងកំសាន្តជាមើលសភៅឬកំសាន្តនេះបានផងតាមរយៈនៃការតុបតែងរបស់យើងដូចជាមានដាំឈើម្លប់និងវាចំការលម្អដូចជាមានស្រះបាទស្រះហើយដាំចង់ឬក៏ចំត្រីនឹងដើមឈើជាដើមហើយការដែលបានទុនដែលបានធ្វើនេះគឺពិតជាមានការចូលរួមគ្រប់មជ្ឈដ្ឋានតាំងពីអាជីវករមន្ត្រីរាជការកងកម្លាំងអាវុធនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ហើយជាពិសេសគឺមានការខិតខំខ្នះខ្នែងរបស់តំបន់សឹករងខេត្តកំពង់ធំនឹងតែម្ដង
អាដាមសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រុងកំពង់ធំបានថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់កងឯកភាពចំណុះឲ្យតំបន់ប្រតិបត្តិការសក្រុងកំពង់ធំដែលបានគោរពនៅបទបញ្ជានិងមានវិន័យសេចក្តីថ្លៃថ្នូរជាកងកម្លាំងដែលសម្រេចបាននូវភាពជោគជ័យនិងបដិញ្ញាការពារបូរណភាពទឹកដីការពារទប់ស្កាត់ការវិលត្រឡប់នៃបនប្រល័យពូជសាសន៍ប៉ុលពតនិងចូលរួមអនុវត្តនូវគោលនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិខិតខំពង្រឹងវិស័យការពារជាតិដើម្បីឆ្លើយតបនឹងភារកិច្ចការពារមាតុភូមិដំណាក់កាលថ្មីកំពង់ធំខ្ញុំមុនរដ្ឋាធ្វើសេចក្តីរាយការណ៍